សមត្ថត្រីរដូវវស្សាឆ្នាំ2025ទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍បានជាង 30,000 នាក់បាទតាមមន្ត្រីអាជ្ញាធរជាតិអប្សរាបានបង្ហាញថាសមត្ថរាត្រីឬព្រះអាទិត្យចំកំពូលប្រាសាទអង្គរនារដូវវស្សារយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែកញ្ញាឆ្នាំ2025នេះបានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ 36,300 នាក់ទោះព្រឹត្តិការណ៍លើកនេះមិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អក៏ដោយនេះបើយោងតាមเพจមន្ទីរព័ត៌មានខេត្តសៀមរាបបានផ្សាយនាព្រឹកថ្ងៃទី24ខែកញ្ញានេះលោកសេងសុធិរាប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌អង្គរនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាក្នុងចំណោមភ្ញៀវទេសចរប្រមាណ 36,300 នាក់ខាងលើមានភ្ញៀវទេសចរអន្តរជាតិ 2,576 នាក់និងភ្ញៀវទេសចរជាតិប្រមាណ 33,740 នាក់លោកសេងសុធិរាបានឲ្យដឹងថាក្នុងរយៈពេល3ថ្ងៃនៃព្រឹត្តិការណ៍សមត្ថរាត្រីឆ្នាំនេះមិនឃើញថ្ងៃរះចំកំពូលប្រាសាទអង្គរច្បាស់ក្តីប៉ុន្តែអ្នកទេសចរបង្ហាញការពេញចិត្តនិងសប្បាយរីករាយចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំដែលនៅលើពិភពលោកមិនអាចប្រៀបផ្ទឹមបានជាមួយវប្បធម៌របស់ខ្មែរពួកគាត់មានមោទនភាពដែលមានភ្ញៀវទេសចរយ៉ាងច្រើនកកបានមកទស្សនាព្រឹត្តិការណ៍សមត្ថរាត្រីខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិនខាងមុខប្រាសាទខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្ណាល័យនិងខ្លះទៀតឈររង់ចាំនៅលើរានហាលក្បែរស្រះទឹកខាងជើងនិងខាងត្បូងនៃប្រាសាទដើម្បីទស្សនាទិដ្ឋភាពនិងផ្តិតយករូបភាពដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត